ព្រឹត្តិការណ៍បាញ់គ្រាប់កាំភ្លើងចំនួន9គ្រាប់ពីភាគីថៃចូលមកលើដីកម្ពុជានៅតំបន់អូស្មាច់មិនមែនជាការបាញ់រំខានធម្មតាតាមព្រំដែនទេប៉ុន្តែជាសារដ៏ធ្ងន់ធ្ងរដែលបង្ហាញពីភាពតានតឹងនិងការមិនគោរពច្បាស់លាស់អ្វីដែលគួរឲ្យព្រួយបារម្ភគឺហេតុការណ៍នេះកើតឡើងខណៈអនុព័ន្ធយោធាបរទេសកំពុងចុះពិនិត្យស្ថានភាពដោយផ្ទាល់នេះបង្ហាញថាភាគីបាញ់មិនត្រឹមតែមើលស្រាលកម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងមិនខ្លាចសាក្សីអន្តរជាតិផងដែរវាជាសញ្ញានៃការមិនគោរពទាំងចំពោះអធិបតេយ្យកម្ពុជានិងចំពោះអ្នកសង្កេតការណ៍អន្តរជាតិដែលមានបេសកកម្មរក្សាសន្តិភាពព្រឹត្តិការណ៍នេះបញ្ជាក់ថាសេចក្តីថ្លែងការណ៍កិច្ចព្រមព្រៀងនិងវត្តមានអ្នកសង្កេតការណ៍មិនអាចធានាបាននូវសន្តិភាពប្រសិនបើភាគីណាមួយគ្មានឆន្ទៈគោរពវាសម្រាប់កម្ពុជាមេលានសំខាន់គឺមិនអាចពឹងផែកលើភ្នែកអ្នកដទៃដើម្បីការពារដែនដីរបស់ខ្លួនបានទេសហគមន៍អន្តរជាតិអាចឃើញអាចថតនិងអាចរាយការណ៍បានប៉ុន្តែមិនអាចទប់ស្កាត់គ្រាប់កាំភ្លើងឡើយប្រសិនបើអ្នកបង្កហេតុមិនកោតខ្លាចកម្លាំងការពារដូច្នេះសំណួរសំខាន់គឺកម្ពុជារឹងមាំប៉ុណ្ណាដើម្បីមិនឲ្យគេមើលស្រាលកម្ពុជាត្រូវការសន្តិភាពប៉ុន្តែសន្តិភាពដែលគ្មានសមត្ថភាពការពារគឺជាសន្តិភាពងាយរងគ្រោះកម្ពុជាក៏ត្រូវការការទូតប៉ុន្តែការទូតដែលគ្មានកម្លាំងគាំទ្រមិនអាចក្លាយជាឧបករណ៍ចរចាដែលមានប្រសិទ្ធភាពបានឡើយនេះមិនមែនជាការបំផុសភាពតានតឹងទេប៉ុន្តែជាការអំពាវនាវឲ្យមានភាពរឹងមាំប្រទេសដែលអាចការពារខ្លួនឯងបាននិងទទួលបានការគោរពប្រទេសដែលមានឯកភាពជាតិនឹងធ្វើឲ្យអ្នកដទៃគិតពីរដងមុនធ្វើសកម្មភាពរំលោភដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះកម្ពុជាត្រូវពង្រឹងគ្រប់វិស័យសំខាន់ៗកងទ័ពត្រូវមានវិន័យបច្ចេកទេសនិងសមត្ថភាពពេញលេញការទូតត្រូវរហ័សច្បាស់និងមានភស្តុតាងគាំទ្រប្រព័ន្ធព័ត៌មានត្រូវឯករាជ្យនិងមានភាពជឿជាក់សេដ្ឋកិច្ចត្រូវរឹងមាំដើម្បីធានាការឈរដោយខ្លួនឯងលើសពីនេះសារៈសំខាន់បំផុតគឺឯកភាពជាតិព្រោះនៅពេលជាតិបែកបាក់វាអាចបកផ្លូវឲ្យការប្រមាថនិងការឈ្លានពានក្រាត់ឡើងបានងាយស្រួលគ្រាប់កាំភ្លើងនៅអូស្មាត់គួរធ្វើឲ្យយើងយល់ច្បាស់ថាពិភពលោកអាចជួយស្ដាប់និងសង្កេតកម្ពុជាប៉ុន្តែមិនអាចការពារជំនួសកម្ពុជាបានឡើយសន្តិភាពដែលរឹងមាំបំផុតគឺសន្តិភាពដែលបានការពារដោយកម្លាំងនិងឯកភាពរបស់ជាតិខ្លួនឯង